ការលើកឡើងចោតប្រកាន់នានាពីសំណាក់ក្រមសមរាំងស៊ីនៅលើទូរទស្សន៍អាស៊ីសេរីមកកាន់សម្ដេចតេជោវាប្រាជ្ញាពីទស្សនវិជ្ជានៃសង្គមកម្ពុជាពិតបាទសូមគោរពជម្រាបសួរបងប្អូនដែលនិយមតាមដានព្រឹត្តិការណ៍សង្គមថ្ងៃនេះខ្ញុំវិភូមានព្រឹត្តិកម្មខ្លះហើយក៏ធ្ងន់ផងដែរទៅកាន់ក្រមសមរាំងស៊ីដែលលើកឡើងពាក់ព័ន្ធនឹងបញ្ហាផ្សេងជាមួយនឹងកម្ពុជានៅក្នុងវេទិកាទូរទស្សន៍អាស៊ីសេរីពិតណាស់យើងឃើញថាក្រមបំពងសម្លេងបំពល់សង្គមបន្តិចបន្តអាក់និងទម្លាក់តម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណៈបកប្រជាជនកម្ពុជាចាប់ផ្ដើមបំពងសម្លេងសារជាថ្មីដោយមានក្បាលម៉ាស៊ីនផ្សេងដែលយើងទាំងអស់គ្នាបានដឹងរួចហើយកាលពីកន្លងមកហើយក៏ជាឱកាសនៃក្រមជលនិយមមានសម្លេងបំពងតាមរយៈក្រមបពុរបស់ផងគេនោះដែរនៅក្នុងនេះខ្ញុំចង់បញ្ជាក់ទៅដល់បងប្អូនដែលនិយមតាមដានព្រឹត្តិការណ៍សង្គមថានៅក្នុងការស្ដាប់ទៅលើហេតុផលផ្សេងដែលមានការចោទប្រកាន់មកលើសម្ដេចតេជោជាពិសេសគឺថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ពួកគេបានច្របាច់បញ្ចូលនៃការទម្លាក់រឿងផ្សេងហាក់បីដូចជាមានមែនពិតអញ្ចឹងនៅក្នុងនិយមន័យដែលជាការអត្ថាធិប្បាយរបស់ពួកគេតែយើងត្រូវមើលអំពីទស្សនវិជ្ជាជាក់ស្ដែងនៃសង្គមកម្ពុជារបស់យើងកម្ពុជាយើងគឺមានការលំបាកណាស់ទម្រាំតែមានការវិវត្តមកដល់ពេលបច្ចុប្បន្នហើយពាក់ព័ន្ធនឹងសង្គ្រាមឧក្រិដ្ឋកម្មអនឡាញនេះវាជាបញ្ហាសកលហើយប្រសិនបើកម្ពុជាយើងជាបណ្ដុំនៃក្បាលម៉ាស៊ីនដឹកនាំពួកក្រុមឧក្រិដ្ឋកម្មអនឡាញដោយក្រមសមរង្ស៊ីនិងលោកកឹមសុខចោលប្រកាន់នោះម្លោះមិនមែនកម្ពុជាមានការវិវត្តនៃវិស័យការទូតអំឡុងពេលដែលកិច្ចប្រជុំអាស៊ានកាលពីកន្លងមកដែលផ្ដោតជាសំខាន់រវាងយើងនិងភាគីថៃហើយកម្ពុជាយើងបានធ្វើយ៉ាងល្អជាមួយនឹងប្រទេសមហាអំណាចម្លោះគឺគេមិនស្ដាប់នៅការលើកឡើងរបស់ភាគីកម្ពុជាយើងនោះទេក៏ប៉ុន្តែគេដឹងថាកម្ពុជាវាគ្មានចំណែកអ្វីសំខាន់ធំដុំនៅក្នុងការគិតគូររបស់មហាអំណាចពិភពលោកក៏ដូចជាសហគមន៍អន្តរជាតិដែលដាក់បន្ទុកកម្ពុជាជាតំបន់មួយជាប្រទេសមួយដែលពាក់ព័ន្ធនឹងមេឧក្រិដ្ឋកម្មអនឡាញដោយក្រុមកឹមសុខចោទប្រកាន់នោះទេក៏ប៉ុន្តែដោយសារនិន្នាការនយោបាយគឺគេតែងតែបំពងនឹងការចោទប្រកាន់មកលើសម្ដេចតេជោនិងក្រុមរួមដំណើរដណ្ដោះជាតិកម្ពុជាជាមួយនឹងលោកជាអន្លើតាំងតែពីយូរមកតែបច្ចុប្បន្នកម្ពុជាយើងឃើញថាវាជារឿងប្រវត្តិសាស្ត្រដែលកម្ពុជាយើងមានភាពរីកចម្រើនមកដល់បច្ចុប្បន្ននេះណាយើងមិនដែលបានធ្លាប់ឃើញយើងមិនដែលបានមានទេយើងគួរតែមានការគិតគូរទៅលើប្រទេសជិតខាងយើងនោះទៅវិញទេដែលយើងមានការគិតគូរប្រុងប្រយ័ត្នយើងជួយគិតនៅក្នុងការប្រើទស្សនៈមតិតាមបណ្ដាញសង្គមហ្នឹងបង្ហើរចូលមកក្នុងប្រទេសកម្ពុជាដើម្បីឲ្យអ្នកនៅក្នុងស្រុកឃើញថាបញ្ហាពាក់ព័ន្ធជាមួយនឹងប្រទេសជិតខាងហ្នឹងវាអាចមានហានិភ័យសម្រាប់សង្គមជាតិកម្ពុជាយើងទៅថ្ងៃខាងមុខយ៉ាងម៉េចអានោះបានវាត្រូវតែបើយើងអង្គុយតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញពាក់ព័ន្ធនឹងអ្វីក៏មិនត្រូវដែរនោះគឺវាជាការយល់ខុសដ៏ឆ្ងាយវាគឺជាការយល់បែបចំនួនបុគ្គលយល់បែបខឹងស្អោបទៅលើប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏ដូចជាអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែនដែលជាគូភាគីនយោបាយយើងប្រកួតមិនឈ្នះសម្ដេចតេជោយើងចេះតែយករឿងស្អោបមកលាយឡំនឹងការចោទប្រកាន់ហើយសួរថាចំហរបស់សំរងស៊ីនៅកន្លែងណាចំហនៅកន្លែងណានៅក្នុងពេលដែលយើងប្រកួតប្រជែងនយោបាយយើងចាញ់គេយើងអង្គតែរត់ចោលស្រុកយើងជេរគេយើងរត់ចោលសាយវៀនតែចំហដឹកនាំនយោបាយនៅកន្លែងណាចំហបងរួមជាតិនៅកន្លែងណាវាអត់មាននៅក្នុងការទស្សនៈរូបរួមជាតិគឺយើងចាញ់និងឈ្នះគឺជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យបើយើងចាញ់គេយើងជូនពរគេយើងរកវិធីសាមគ្គីភាពរវាងគណៈបកនយោបាយនិងនេការផ្សេងគ្នាក៏ប៉ុន្តែសម្រាប់ជាតិកម្ពុជាតែមួយយើងរកភាពត្រូវគ្នាណាដើម្បីរួមសុខរួមទុក្ខជាមួយគ្នាយើងកុំបើអញមិនឈ្នះអញជេរអញថាហើយទោះជាគ្មានកំហុសក៏ដោយអញរកកន្លឹះចោលប្រកាន់តើតែឲ្យមហាជននឹងចេះតែយល់ច្រឡំទៅថាយើងនឹងល្អអ្នកដឹកនាំនេះអាក្រក់តែធៀបពិតអ្នកដឹកនាំដែលគេមិនសូវមាត់គេមិនសូវចាប់អារម្មណ៍ជាមួយភាគីសមរង្ស៊ីដល់គេដឹងហើយនោះគឺគេអត់ខ្វល់ទេគេជឿជាក់ទៅលើថ្នាក់ដឹកនាំនៃគណៈបកប្រជាជនកម្ពុជាពីព្រោះគេដឹងពីសារបាននៃការរិចលូតលាស់នៃសង្គមជាតិខ្មែរនេះឡើងវិញគឺដោយសារគណៈបកប្រជាជនកម្ពុជាណាមានវត្តមានសម្ដេចតេជោតាំងពីចូលរួមចរចាតាំងពីជាមួយបកកូរណាប្របាទនរោត្តមសីហនុព្រះបរមរតនកោដ្ឋមកយើងឃើញទាំងអស់គ្នាហើយណាភាពសកម្មនិងភាពចូលរួមរបស់សម្ដេចតេជោហ៊ុនសែនមានគ្រប់ទម្រង់មានគ្រប់កលៈទេសៈ
ต้องนั่งឲ្យពលរដ្ឋខ្មែរជឿអស់លោកយ៉ាងម៉េចបើអស់លោករកតែវិធីនិយាយឲ្យត្រូវជាមួយនឹងអ្នកដឹកនាំដើម្បីចូលមកស្រុកគ្មានផងហ្នឹងអស់លោកនិយាយបាញ់ឈឺអស់លោកនិយាយចោតប្រកាន់អស់លោកនិយាយហែកទ្រូងឲ្យសកលលោកមើលមកកម្ពុជាស្អុយក៏គ្រប់នេះគឺជាចេតនាមិនល្អទោះតែសោះសម្រាប់សង្គមជាតិកម្ពុជាហើយធម្មតាខ្ញុំចង់និយាយបាក់រង្វង់កញ្ចក់មួយថាធម្មតាដំណើរការអ្វីក៏ដោយវាមិនអាចទៅទាំងព្រមល្អទាំងស្រុងទេវាតែងតែមាននៅហេតុផលរាំងស្ទះហេតុផលមិនល្អមួយចំនួនក៏ប៉ុន្តែតម្រង់នៃគោលនយោបាយក៏ដូចជាផែនការរបស់ក្រុមហ៊ុនមួយឬក៏អ្នកនយោបាយក៏ដោយគឺគេយកចំណែកធំគេមិនយកចំណែកទូចទេអាចចំណែក 20% 10% វាជាចំណែកត្រូវតែជួបហើយប៉ុន្តែយើងត្រូវតែអាកាត់ដើម្បីទម្លាយយកអា 80% អា 70% នេះឲ្យវាធ្លាយដល់គោលដៅអានោះគឺជាទស្សនៈគេហៅថា mastermind នៃអ្នកដឹកនាំណាយើងមិនមែនគិតតែរឿងកប៉ិកប៉ុក 4-10% 5% ធ្វើឲ្យខូចផែនការជាតិយូរអង្វែងមានការរីកចម្រើនមានការអភិវឌ្ឍប្រកបទៅដោយមោទនភាពទៅថ្ងៃខាងមុខនោះទេយើងអត់ធ្វើចង់ទេក៏ប៉ុន្តែដោយឡែកសម្រាប់អ្នកដែលមាននានាការប្រឆាំងក្រុមសំរងស៊ីក្រុមកឹមសុខបំពងសម្លេងនៅក្នុងទូរទស្សន៍អាស៊ីសេរីដឹកនាំដោយលោកជុនច័ន្ទបុតការពីរាត្រីយុគមិញនេះវាសម្បើមពេកណាវាដូចជាមើលមកសម្ដេចតេជោមើលមកក្រុមគាត់មើលមកថ្នាក់ដឹកនាំរាជរដ្ឋាភិបាលវាគ្មានតម្លៃសោះសម្រាប់សង្គមកម្ពុជាហើយសួរតែយើងទទួលយកបានទេយើងទទួលយកបានទេប្រជាពលរដ្ឋខ្មែរដែលកំពុងតែរស់នៅក្នុងសង្គមជាតិកម្ពុជាដែលបានសុខសวัสดิភាពរស់នៅប្រកបទៅដោយសวัสดิភាពទៅណាមកណាជាយូរមកហើយនេះសួរតែពួកអស់លោកទទួលយកបានទេគេមិនអាចទទួលយកបានទេពីព្រោះតែអ្នកដែលនិយាយបំពងសម្លេងបានតែនិយាយពីក្រៅស្រុកមកណាអ្នកដែលធ្វើទាំងអត់ធ្មត់ទាំងខ្លះទៅក៏វាកាចតិចទៅដើម្បីជំរុញផែនការនឹងឲ្យវាល្អទៅអានឹងវាដូចតារឿងសាមញ្ញងាយយល់អានឹងក៏ប៉ុន្តែគាត់ថាចំហនៃថ្នាក់ដឹកនាំនយោបាយចំហនៃថ្នាក់ដឹកនាំប្រទេសគេមិនអាចទាន់ជ្រាបដូចក្រុមពួកអស់លោកខឹងស្អប់ខឹងរត់ចោលស្រុកនោះទេគឺធ្វើយ៉ាងវាអត់ត្រូវហើយសំរងស៊ីនឹងដេកឈឺចាប់ជាមួយនឹងក្រុមខ្លួនគាត់នៅក្រៅស្រុកនោះទៅណាអត់មានអាការគិតនៅក្នុងរបៀបធ្វើនយោបាយដើម្បីត្រូវរើជាមួយខ្មែរនិងខ្មែរបើយើងគិតតែចង់ឈ្នះពេកវាធ្វើឲ្យខ្លួនឯងបរាជ័យហើយបរាជ័យទៀតកើតរឿងឈឺចាប់បង្កើតនៅរឿងអរិភាពរវាងខ្លួនឯងនិងរាជរដ្ឋាភិបាលរហូតដល់ពេលបច្ចុប្បន្នហ្នឹងសួរថាបានតម្លៃអ្វីមានតម្លៃអីសម្រាប់សង្គមជាតិទេវាអត់មានទេវាបានតែមកត្រឹមយូរទៅវាទៅជារឿងយករឿងប្រទេសជាតិខ្លួនឯងទៅបាត់បង្ហាញឲ្យពិភពលោកយល់ច្រឡំថាកម្ពុជានេះអាក្រក់ហើយរងអាសម្ពាធអស់ហ្នឹងរងអាអតិពលនៃក្រុមអស់លោកនិយាយថាកម្ពុជាអាក្រក់វារងប៉ះពាល់ទៅដល់អ្នកណាដាស់ប៉ះពាល់មកដល់នេះមកដល់ក្រុមគ្រួសារប្រជាពលរដ្ឋកម្ពុជាទាំងមូលដែលអ្នកខ្លះក៏មាននានាការប្រឆាំងគ្រប់គ្រងពួកអស់លោកដែរក៏ប៉ុន្តែពួកគាត់បានបាត់បង់ប្រយោជន៍បាត់បង់នៅផលចំណេញអត់ដឹងខ្លួនតាមរយៈការនិយាយបង្អើលបំភ័យជនបរទេសទាំងឡាយដែលគេចង់មកលេងបែបទេសចរនៅក្នុងស្រុកខ្មែរដោយសារសម្ដីពួកអស់លោកនេះណាហើយបើសម្ដីពួកអស់លោកនោះវាមានអធិពលវាធ្វើឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទៅមុខមិនរួចដើរទៅមុខមិនកើតជាមួយនឹងអន្តរជាតិតាំងតែពីចំនួនសម្ដេចតេជោមកដល់ឥឡូវវាអត់មានអីប៉ះពាល់វាអត់មានអីទប់ស្កាត់ថ្នាក់ដឹកនាំរដ្ឋាភិបាលដើរទៅមុខអត់បានណាហើយយើងប្រៀបធៀបមើលតើសិល្បៈនៃការធ្វើរបស់អស់លោកណាតើបញ្ញារបស់ពួកអស់លោកនិងបញ្ញារបស់គណៈបកប្រជាជនកម្ពុជាវាខុសគ្នាបែបណាណាហើយលោកអស់លោកធ្វើរាប់ទសវត្សរ៍ដែរវាទទួលបានតែលទ្ធផលបរាជ័យដដែលណាហើយបរាជ័យខ្លួនឯងក៏បរាជ័យទៅចោះក៏ប៉ុន្តែវាជះឥទ្ធិពលវាប៉ះពាល់ដល់ពលរដ្ឋរស់នៅក្នុងស្រុកដែលភ្ញៀវបរទេសមួយចំនួនធំនោះគេបានស្ដាប់ឮគេផិតគេភ័យដោយសារសម្ដីអត់ប្រយោជន៍របស់ពួកអស់លោកវាយឆ្នាំងបាយខ្លួនឯងនៅក្នុងស្រុកនេះវាយឆ្នាំងបាយប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកដែលមានទាំងអ្នកគ្រប់គ្រងក្រុមពួកអស់លោកឯងដែរនោះហេតុអីបានជាយើងនៅតែធ្វើនយោបាយបែបអកតេបែបមិនគិតថាអ្វីដែលជាតម្លៃរួមមួយសម្រាប់ជាតិយើងអត់មានគិតទៅហ្នឹងយើងគិតតែរឿងចាញ់ឈ្នះហ្នឹងឯងណាហើយយើងធ្វើមិនដែរបានឈ្នះក៏ព្រោះតែយើងធ្វើអញ្ចឹងតែហ្នឹងបាទខ្ញុំវិភូមានប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា